ถุទឹកប្រចាំនៅក្នុងឋានអប់រំគឺហារិចតៈនេះឯងគេសម្រាប់យកវត្ថុទឹកនេះគឺធ្វើពិធីបួងសួងសុំនៅសេចក្តីសុខឬក៏សុំនៅសេចក្តីប្រាថ្នារបស់គេដែលគេប៉ុនប៉ងប្រាថ្នាឲ្យគេតែងយកនៅមហារាជតៈនេះដើម្បីយកមកសំពះបួងសួងទៅដល់ព្រះឲ្យព្រះជួយគេគឺគេយកវត្ថុទឹកនេះយកមកកាន់ហើយសំពះដើម្បីអធិដ្ឋានទៅរកទេវរាជអង្គណាមួយឬមួយក៏ព្រះពុទ្ធអង្គណាមួយដើម្បីសុំនៅសេចក្តីប្រាថ្នារបស់គេដូចជាគេសុំបួងសួងសុំបុត្របួងសួងសុំឲ្យជារោគាបួងសួងសុំឲ្យចាក់ផុតនៅគ្រោះកាចទាំងឡាយដែលមាននៅក្នុងខ្លួនគេគឺគេតែងតែធ្វើនៅពិធីបួងសួងដោយយកនៅព្រះរាជតៈនេះកសាងបានទៅជាមហាទម្រង់រាជតៈគឺជាព្រះទម្រង់រាជតៈឬក៏បន្តោងរាជតៈសម្រាប់គេនឹងធ្វើនៅសេចក្តីត្រេកអរនៅក្នុងធម៌ទាំងឡាយឧបសារដែលគេប្រាថ្នាសូមអនុមោទនា